ក្រមស្ត្រីជាម្ដាយមានក្តីរីករាយនិងកក់ក្ដៅនឹងដឹងគុណរដ្ឋាភិបាលក្រោយទទួលបានការឧបត្ថម្ភប្រាក់បន្ថែមតាមរយៈបសសគិតមកដល់បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្ត្រីមុននិងក្រោយពេលសម្រាលកូនរួចខណៈគិតត្រឹមឆ្នាំ2025រដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមុននិងក្រោយពេលសម្រាលរួចសរុបជាង$100 លានអាមេរិកហើយក្នុងបទសម្ភាសន៍ជាមួយក្រុមស្ត្រីមុននិងក្រោយពេលសម្រាលកូនរួចនៅក្នុងមជ្ឈមណ្ឌលជាតិគាំពៀមាតានិងទីរួកាលពីថ្ងៃទី22ខែមករាពួកគាត់បានដឹងថាតាមរយៈបានបេឡាជាតិសន្តិសុខសង្គមឬហៅថាបានបសសនៅអំឡុងមុននិងក្រោយពេលសម្រាលកូនពួកគាត់ប្រើប្រាស់សេវាសុខាភិបាលមិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេបន្ថែមពីនេះរាល់ថ្លៃចំណាយនានានៅក្នុងពេលសម្រាលកូនក៏មិនអស់ថ្លៃសេវាសុខាភិបាលផងដែរដោយសារពួកគាត់មានកាតសមាជិកបេឡាជាតិរបបសន្តិសុខសង្គមក្រមស្ត្រីជាម្ដាយទើបសម្រាលកូនបញ្ជាក់ថាក្រៅពីថែទាំសុខភាពដោយឥតគិតថ្លៃពួកគាត់ក៏ទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យគ្រប់មជ្ឈដ្ឋានផងដែរពួកគាត់មានអារម្មណ៍រំភើបនិងកក់ក្ដៅខ្លាំងដោយសារទទួលបានផលប្រយោជន៍ពិតមែនតាមរយៈបានបសសដែលមិនត្រឹមតែមិនចំណាយថវិកាថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀតដែលអត្ថប្រយោជន៍ទាំងអស់នេះបានជួយសម្រួលយ៉ាងខ្លាំងក្នុងការជួយកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរឯកឧត្តមហេងសុផានរិនអគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ឲ្យដឹងថាកម្មវិធីនឹងផ្ដល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់សមាជិកបសសជាស្ត្រីមានផ្ទៃពោះបានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីជាម្ដាយចំនួន696,000 នាក់និងកូនអាយុក្រោម2ឆ្នាំចំនួនជាង732,000 នាក់ដោយបានចំណាយថវិកាអស់ចំនួន$40,996,416 លានរៀល